ខ្ញុំព្រះករុណាសូមក្រាបនមស្ការថ្វាយបង្គំប្រជុំ3ចំពោះគុណព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដែលជារតនៈជាទីគោរពនិងជាទីជ្រះថ្លាយ៉ាងក្រៃលែងនិងសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះអង្គម្ចាស់គ្រូនិងលោកគ្រូដោយសេចក្តីគោរពមួយលើសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ នៅលើពិភពលោកណាទេណាដោយសេចក្តីគោរពរាប់អានអំពីខ្ញុំក្នុងឱកាសថ្ងៃ11រោចខែមិញឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃសុក្រទី13ខែកុម្ភៈគ្រិស្តសករាជ2026ខ្ញុំព្រះករុណាខ្ញុំបានវិលត្រឡប់មកជួបលោកអ្នកដែលលោកមានបំណងប៉ងប្រាថ្នាចង់សិក្សាធម៌របស់ព្រះដ៏មានព្រះភិក្ខនិយាយឲ្យស្រួលស្ដាប់បើកាលណាយើងចង់បាននៅសេចក្តីសុខចង់បាននៅសេចក្តីរីករាយសេចក្តីត្រេកអរសេចក្តីពេញចិត្ត លោកអ្នកទាំងឡាយដែលលោកសន្តាប់គ្មានអ្វីក្រៅអំពីធម៌របស់ព្រះដ៏មានព្រះភិក្ខទេខ្ញុំប្រកាសណាខ្ញុំឧបាសកពិតជាមានមោទកៈមែនទោះបីលោកអ្នកស្ដាប់ខ្ញុំបានឬស្ដាប់មិនបានលោកអ្នកពេញចិត្តឬលោកមិនពេញចិត្តលោកអ្នកទាំងឡាយស្អប់ឬស្រឡាញ់ខ្ញុំអត់មានចិត្តកើតតោមនោះស្លើយត្រង់ថាសក្តីសន្សំបុណ្យនេះដូចយ៉ាងសប្តាហ៍ថ្ងៃនេះដែលខ្ញុំបានបំពេញការតបកិច្ចដោយសារមេត្តាធម៌មិនត្រឹមប៉ុណ្ណឹងទេ ខ្ញុំទាំងធ្វើការអធិដ្ឋានដោយព្រះសម្មាសម្ពុទ្ធលោកបានពោលថា The eternal and glorified Buddha his compassion and vows ខ្ញុំឧបាសក បានមួយចម្រៀកសក់ដក16ក្នុងមួយចម្រៀកដែលខ្ញុំប្រកាសណាខ្ញុំបាន I have my own compassion and vows also នៅពេលនេះអសេចក្តីអធិដ្ឋានសច្ចាប្រណិធានដែលខ្ញុំមានបំណងចង់ឲ្យព្រះសង្ឃពោលគឺបំពេញការតបកិច្ចខ្ញុំបានឃើញក្រុមសង្ឃមួយក្រុមលោកបានធ្វើខ្ញុំបានអធិដ្ឋានខ្ញុំអត់បានមានកំណត់ថាអព្រះសង្ឃនោះធ្វើតាមខ្ញុំពោលគឺអត់ដូច្នោះទេខ្ញុំគ្រាន់តែថានេះបារមីនៃព្រះធម៌ដែលខ្ញុំអធិដ្ឋានមានព្រះសង្ឃធ្វើមែននេះដែលខ្ញុំនិយាយថាខ្ញុំមានមោទកៈខ្ញុំសង្ឃឹមថាប្រសិនបើស្រុកខ្មែរព្រះសង្ឃ 70000 អង្គពោលគឺផ្សាយមេត្តាធម៌ចឹងសូមលោកអ្នកទាំងឡាយណាម្នាក់ដែលអញ្ជើញចូលមកសន្តាប់ មុនខ្ញុំចូលដល់ប្រធានបទខ្ញុំចង់ឲ្យបងប្អូនលោកថាតាមខ្ញុំ I would like for all of you do this one thing together today is going to be my peaceful day please repeat 10 to 20 times today will be a peaceful day for me please repeat 10 to 20 times a day hatred never cease by hatred in this world by love alone they cease this is an ancient law repeat 10 to 20 times may all beings be happy may all be free from suffering 10 to 20 times I would like to send this message
to the monk in Cambodia again. I would like to send this message to the king of Cambodia again. I would like to send this message to our nation in Cambodia, especially the government, Mr. Hun Sen and his family. លោកអ្នកសន្តាប់ផ្ដើមបទផ្ដើមប្រយោគខ្ញុំនឹងចាប់ផ្ដើមពាក្យនេះរៀងរាល់ពេលផ្ញើសារនេះទៅកាន់សង្គមនៃមនុស្សនៅលើពិភពលោកចឹងប្រធានបទ ស្ដីអំពីពាក្យថាចិត្ត សុំទោសទៀតអញ្ចឹងចិត្តនោះមានសេចក្តីយ៉ាងណាមានអត្ថយ៉ាងណាខ្ញុំប្រកាសណាខ្ញុំក៏នឹងវិលត្រឡប់មកនិទានពាក្យហ្នឹងក្នុងពេលបន្តិចទៀតនេះរីឯទំនុំទំនៀមចឹងទេណាមកដល់លេខមកដល់ណាទេណាពោលគឺលេខ57ក្នុងចំណោមលេខ118ខ្ញុំអត់ចោលទេព្រោះខ្ញុំចង់លើកយកពាក្យហ្នឹងឲ្យបងប្អូនលោកដឹងថាខ្មែរយើងលោកបានចងក្រងគឺសុទ្ធសឹងតែជាអ្នកមានន័យទាំងអស់សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភ័ក្ត្រអរហន្តសម្មាសម្ពុទ្ធអង្គនោះសូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភ័ក្ត្រអរហន្តសម្មាសម្ពុទ្ធអង្គនោះសូមនមស្ការថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភ័ក្ត្រអរហន្តសម្មាសម្ពុទ្ធអង្គនោះខ្ញុំព្រះអង្គសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់ពីរដងផងខ្ញុំព្រះអង្គសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកជាគម្រប់3ដងផងខ្ញុំប្រកាសណាសូមសមាទិនៅសិក្ខាបទគឺចេតនាវាចាការសម្រាប់សត្វមានជីវិតឲ្យធ្លាក់ចុះកន្លងខ្ញុំប្រកាសណាសូមសមាទិនៅសិក្ខាបទគឺចេតនាវាចាការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយឬដោយវាចា ខ្ញុំប្រកាសណាសូមសមាទិនៅសិក្ខាបទគឺចេតនាវាចាការប្រព្រឹត្តខុសក្នុងកាមទាំងឡាយខ្ញុំប្រកាសណាសូមសមាទិនៅសិក្ខាបទគឺចេតនាវាចាការ ពោលពាក្យកុហក ខ្ញុំប្រកាសណាសូមសមាទិនៅសិក្ខាបទគឺចេតនាវាចាការផឹកទឹកស្រន់គឺសារានឹងមេរ័យអ្នកទាំងឡាយក៏បីធ្វើនៅសិក្ខាបទទាំងឡាយ5នេះឲ្យប្រពៃត្រូវរក្សាឲ្យល្អដោយសេចក្តីមិនប្រមាទគឺថាកំបីធ្វេសប្រហែសឡើយសត្វទាំងឡាយបានទៅកាន់ ពោលគឺព្រះសត្វទាំងឡាយបានទៅកាន់ទីរំលត់ទុកកពុពោលគឺប្រសាសិលសត្វទាំងឡាយបានបរិបូរណ៍ដោយភោគៈកព្រោះសិលសត្វទាំងឡាយបានទៅកាន់ទីរំលត់ទុកពោលគឺព្រះនិព្វានកព្រោះសិល ហេតុដូច្នេះបុគ្គលជាសប្បុរសក៏បីជំរះនៅសិលបរិសុទ្ធកុំឲ្យសៅម៉ងឡើយអញ្ចឹងនិច្ចសិលប៉ុណ្ណឹងរីឯភាសាដែលជាខេមរៈភាសាខ្ញុំពោលប៉ុណ្ណឹងចុះចំណែកឯអន្តរភាសា to follow a code of discipline observing a 5 precepts strengthen our resolve and ability to avoid the immoral and harmful action following such a code of discipline will keep us from trouble and difficulty such a negative action eventually bring and also another part the 5 positive precepts the practice of harmlessness and compassion the practice of kindness and generosity the practice of faithfulness and responsibility the practice of truthfulness and pleasant speech the practice of self-control and mindfulness pleasing I believe if our nation or the people or human beings in this world practice this Dhamma hardly or harder then automatically we will get our own result or benefit. This time I would like to send this message, a short body message to all human beings in this world. Whoever attached to this Dhamma and you think it's good, then
I believe after you practice you will get your own good result or you will get your own good benefit and if you listen you said or your thought this Dhamma is not important for you please don't spend time the Buddha said don't follow me by do not understand if you understand yes you follow what I'm saying that is what the Buddha had been taught ចឹងខ្ញុំប្រកាសណាខ្ញុំច្បាច់សេចក្តីខ្លីប៉ុណ្ណឹងនិយាយអំពីខេមរៈភាសាដែលជាភាសានៅក្នុងសិលចឹងខ្ញុំប្រកាសណាខ្ញុំក៏នឹងសូត្រប្រសូតមួយពីខាងដើមខ្ញុំបានប្រាប់ឲ្យថាព្រះសម្មាសម្ពុទ្ធលោកតាថាមនាភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះចម្រើនមេត្តាផ្សាយមេត្តាចំពោះសព្វសត្វទាំងឡាយមនាភិក្ខុទាំងឡាយភិក្ខុណាចម្រើនមេត្តាចិត្តភិក្ខុនោះឈ្មោះថាជាអ្នកធ្វើតាមសាសនាព្រះសាស្តាជាអ្នកធ្វើតាមឱវាទព្រះតថាគតមនាភិក្ខុទាំងឡាយភិក្ខុនោះកាលបើឆាន់ចង្ហាន់អ្នកដែនឈ្មោះថាមិនឆាន់ឥតអំពើចាំបាច់និយាយទៅថ្មីដល់ព្រះអរហន្តទាំងឡាយមនាភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសិក្សាយ៉ាងនេះចុះព្រះគុណម្ចាស់មេត្តាសន្តាប់លោកបណ្ឌិតរះខ្មែរទាំងឡាយស្ដេចខ្មែរមេខ្មែរមេត្តាកិត្តព្រះគុណម្ចាស់មានព្រះមេត្តានេះហើយនៅចុះបើប្រជិនស្រីជាម្ចាស់ត្រាស់សម្ដែងយ៉ាងហ្នឹងបើលំបាកណាស់ក្រឡេកមើលក្រុមសង្ឃ25អង្គលោកនិមន្តលោកធ្វើធម្មយាត្រាស្វែងរកសុខសន្តិភាពនគរខ្មែរភ្លើងឆេះរន្ទាលច្រាលសន្ធោសន្ធៅហេតុអីក៏ព្រះគុណម្ចាស់ 70000 អង្គប្រងើយកន្តើយយ៉ាងហ្នឹងហេតុអីក៏លោកបណ្ឌិតប្រងើយកន្តើយយ៉ាងហ្នឹងហេតុអីក៏រះខ្មែរទូទៅទាំងអស់មិនមានសតិសម្បជញ្ញៈយ៉ាងហ្នឹងព្រោះអីព្រោះមិនបានដឹងធម៌ព្រោះអីព្រោះមិនស្គាល់ធម៌មិនយល់ធម៌អញ្ចឹងខ្ញុំប្រកាសណាខ្ញុំលើកសេចក្តីខ្លីប៉ុណ្ណឹងខ្ញុំប្រាប់មុនមួយម៉ាត់សិនសម្ដីខ្ញុំប៉ុណ្ណឹងខ្ញុំកែអត់បានទេព្រោះអីព្រោះខ្ញុំអត់ត្រូវលាភសក្ការៈពីបុគ្គលណាឲ្យខ្ញុំអោនលំទោននោះឡើយខ្ញុំចេះនិយាយធម៌ពិតប៉ុណ្ណឹងអ្នកស្ដាប់ក៏ស្ដាប់ដូចខ្ញុំប្រាប់ថាបើអ្នកមិនស្ដាប់ក៏ជាការធម្មតាអញ្ចឹងប៉ុណ្ណឹងចុះចិត្តចូលមកដល់ប្រធានបទហើយចូលមកដល់ណាទេណាទំនុំទំនៀមលោកប្រាប់ថាម៉េចលោកប្រាប់ថាឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយនគរខ្មែរបងប្អូននគរខ្មែរកុំបាច់និយាយហិនភេទអីសូម្បីតែឧត្តមភេទមួយចំនួនក៏ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយដូចគ្នាហេតុអីព្រះគុណម្ចាស់មើលទៅ ព្រះសង្ឃអង្គខ្លះលោកយកឆ្អឹងយកចង្កូមសត្វតិរិឆានលោកអោនលំទោនប្រណំផ្គងអញ្ជលីលោកហៅសិតតែព្រះអង្គព្រះគុណម្ចាស់មេត្តាកិត្តខ្ញុំឧបាសកឃើញទោសរបស់ខ្មែរនេះសាងបាបកម្មច្រើនជាពន្លឹកមួយទៀតគេយកចង្កូមសត្វតិរិឆានមកធ្វើជារង្វង់គេយករូបព្រះពុទ្ធបដិមាយកមកបន្តោងពីខាងក្រោមឆ្អឹងប្រមាថមើលងាយទាំងស្ដេចទាំងមេដឹកនាំទាំងព្រះសង្ឃមួយចំនួនសាងបាបកម្មនៅក្នុងនគរខ្មែរនេះដូចជាឋាននរកព្រះគុណម្ចាស់អង្គណាមួយអង្គពេលឮហើយមេត្តាព្រះអង្គកុំឆ្អិនក្បាលស៊ីក្បាលស្ដេចខ្មែរមេត្តាកុំឆ្អិនក្បាលស៊ីក្បាលមេត្តាណាទេណាមេខ្មែរកុំឆ្អិនក្បាលស៊ីក្បាលបណ្ឌិតខ្មែរកុំឆ្អិនក្បាលស៊ីក្បាលក៏បីធ្វើឲ្យត្រូវសាច់ធោព្រះចិនស្រីជាម្ចាស់ត្រាស់ច្បាស់ខ្លាំងពេកណាស់អញ្ចឹងព្រះគុណម្ចាស់អត់មានមេត្តាទេទៀនប្រោសខ្ញុំកណាលុតជង្គង់ខ្ញុំឧបាសកមិនមែនសំដៅមិនមែនពោលចំពោះព្រះគុណម្ចាស់ទាំងអស់អង្គនោះទេស្ដាប់ឲ្យតន់ណាទេណាខ្ញុំនិយាយតែចំពោះព្រះគុណម្ចាស់អង្គណាដែលប្រព្រឹត្តធ្វើទាំងវើប្រាចាកវិន័យរបស់ព្រះដ៏មានប្រភេទតែប៉ុណ្ណោះអញ្ចឹងឆ្អិនក្បាលស៊ីក្បាលខ្ញុំលើកច្បិចខ្លីប៉ុណ្ណឹង
ចូលមកដល់ប្រធានបទហើយអង្គព្រះចិនស្រីជាម្ចាស់លោកតាថាមនាលភិក្ខុទាំងឡាយភិក្ខុចម្រើននៅមេតែចិត្តសំបីតែមួយផ្ទាត់ម្រាមដៃមនាលភិក្ខុទាំងឡាយភិក្ខុនោះតថាគតហៅថាពោលគឺជាអ្នកមានឈានណាស់ទេណាមិនបានលះបង់ជាអ្នកធ្វើតាមសាសនាព្រះសាស្តាជាអ្នកធ្វើតាមឱវាទព្រះសាស្តាបរិភោគចង្ហាន់អ្នកដែនណាទេណាមិនឥតអំពើចាំបាច់និយាយទៅថ្វីដល់ពួកភិក្ខុណាទេណាពោលគឺដែលសន្សំរឿយៗនៅមេត្តាចិត្តនោះលោកអ្នកសន្តាប់ទៅរកធម៌ឯណា The eternal and glorified Buddha his compassion and vows the spirit of Buddha is that of great loving kindness and compassion the great loving kindness and compassion is the spirit to save all people by any and all means the great compassions the great compassion is the spirit that prompts it is to be ill with illness or the people to suffer with their suffering. Your suffering is my suffering and your happiness is my happiness, said Buddha. And just as a mother always loves her child, he does not forget that spirit even a single moment, for it is the nature of Buddhahood to compassionate. Please listen be carefully. The Buddha spirit of compassion is stimulated according to the needs of the people. One faith is the reaction to the spirit and it leads him to enlightenment. Just as a mother realizes her motherhood by loving her child, then the child reacting to that love feels safe and at ease. How important? Please listen be carefully. The more you listen, the more you know. The more you learn, the more you understand. The more you study, the more you will have your own right view. So if you get your own lazy, or you drop down all the good things, how can you improve your mind? How can you get your own good benefit? How can you get your own happiness? That means you got nothing. It means zero. Please wake up, even king, even the leader, or even monk, or even a wise person, or the nation. Please wake up, hurry up. Don't sleep, never wake like that. ចឹងព្រះចិនស្រីជាម្ចាស់ត្រាស់ហើយថាមួយផ្ទាត់មករាមដៃចឹងទេណាអញ្ចឹងបានន័យថាបរិភោគចង្ហាន់អ្នកដែនមិនឥតអំពើចាំបាច់និយាយទៅថ្វីដល់ភិក្ខុដែលសន្សំរឿយៗនៅមេតែចិត្តនោះពីរោះក្រៃរកអ្វីប្រៀបឲ្យស្មើមិនបានឡើយមនាលភិក្ខុទាំងឡាយភិក្ខុត្រេះរិះនៅមេតែចិត្តសូម្បីតែមួយផ្ទាត់មករាមដៃគ្មានទេការត្រេះរិះ no mindfulness no compassion no loving kindness no appreciative gladness and equanimity how can you improve your own mind your mind is shrink your mind is stuck you can't even do anything អញ្ចឹងបានន័យថាមេតាចិត្តវាសំខាន់ណាស់មួយផ្ទាត់មករាមដៃមនាលភិក្ខុទាំងឡាយភិក្ខុនេះតថាគតហៅថាជាអ្នកមានឈានមិនបានលះបង់ជាអ្នកធ្វើតាមសាសនាព្រះសាស្តាជាអ្នកធ្វើតាមឱវាទព្រះសាស្តាពោលគឺបរិភោគចង្ហាន់អ្នកដែនមិនឥតអំពើចាំបាច់និយាយទៅថ្វីដល់ភិក្ខុណាទេណាពួកភិក្ខុដែលសន្សំរឿយៗនៅមេតែចិត្តនោះពីរោះណាស់បងប្អូនបើលំបាករៀនតែ2ម៉ាត់តន្ទិញ2ម៉ាត់បានហើយ Today is going to be my peaceful day. Today will be a peaceful day for me. Hatred never cease by hatred in this world. By love alone they cease. This is an insane law.
may all being be happy may all be free from suffering if you're not free how can you speak how can you guide how can you teach to the lay follower you can't you have to know your own the first thing you have to understand your own if you don't understand how can you guide how can you show all people that is the problem please wake up please អស់លោកសាទរស័ព្ទបរោះទាំងឡាយចំណុច3អង្គព្រះចិនស្រីជាម្ចាស់ត្រាស់ថាមនាភិក្ខុទាំងឡាយធម៌ទាំងឡាយណានេះមួយជាអកុសលចំណែកខាងអកុសលជាពួកអកុសលធម៌ជាអកុសលទាំងអស់នោះមានចិត្តជាប្រធានកាលណាចិត្តរមែងនេះទេណាកើតមុនធម៌នោះពោលគឺទាំងនោះហើយអកុសលធម៌ទាំងឡាយក៏កើតពោលគឺជាមួយគ្នាលោកអ្នកសន្តាប់ប្រញាប់ឡើងអញ្ចឹងអកុសលវានៅក្នុងត្រង់ណាវានៅត្រង់កើតឡើងពោលគឺ every action in life whether begin with thought if your thought are bad the 10 unwholesome action come to your mind if you thought good if your thought are good wholesome action coming to your mind then you do good if you don't have good then you do bad ការអត្ថាធិប្បាយស្រ័យបំភ្លឺព្រះសទ្ធំស្ដីអំពីនេះទេណាមេត្តាចិត្តនេះនៅក្នុងបារមីទាំង30ព្រះអង្គសម្ដែងព្រះអង្គប្រាប់ថាអតិបេមេតាបារមី3បណ្ណោសោភគវេអតិបេមេតាឧបបារមី3បណ្ណោសោភគវេអតិបេមេតាបរមត្តបារមី3បណ្ណោសោភគវេព្រះដ៏មានព្រះភ័ក្ត្រអង្គនោះទ្រង់បរិបូរណ៍ដោយមេត្តាបារមីដូច្នេះផងព្រះដ៏មានព្រះភ័ក្ត្រអង្គនោះទ្រង់បរិបូរណ៍ដោយមេត្តាបារមត្តឧបបារមីដូច្នេះផងព្រះដ៏មានព្រះភ័ក្ត្រអង្គនោះទ្រង់បរិបូរណ៍ដោយមេត្តាបារមត្តបារមីដូច្នេះផង Your suffering is my suffering your happiness is my happiness said Buddha and just as a mother always lost her child he does not forget that spirit even a single moment for it is the nature of Buddhahood to compassionate ដោយយល់ទៅតាមកាលពេលវេលាមានកំណត់អ៊ីទាំងវោញាតិណាងហោតសុគិតាហោនទៅញាតិយោទាននេះចូលរមានដល់ញាតិទាំងឡាយចូលញាតិទាំងឡាយបាននៅសេចក្តីសុខចុះកាយវន្តនីពុទ្ធាំងវន្តាមិធម្មំវន្តាមិសង្ឃំវន្តាមិខ្ញុំឧបាសកនឹងវិលត្រឡប់មកជួបលោកអ្នកដែលមានបំណងប៉ងប្រាថ្នាចង់សិក្សាធម៌របស់ព្រះដ៏មានព្រះភ័ក្ត្រនៅពេលក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលាទៀត